និយាយលេងត្រូវគ្នាហើយអាមេរិកបានបើកការវាយប្រហារសារជាថ្មីខ្លាំងជាងមុនសន្ធប់ទៅលើអ៊ីរ៉ង់3ថ្ងៃជាប់គ្នាអត់ដកដៃនោះទេសហរដ្ឋអាមេរិកបានបើកការវាយប្រហារ3យប់ជាប់គ្នាហើយទៅលើគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់បានបញ្ឆេះភ្លើងសង្គ្រាមនៅមជ្ឈមបូព៌ាឲ្យកាន់តែផ្ទុះរលីកខ្លាំងឡើងទៅហើយបើតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី14ខែកក្កដាឆ្នាំ2026នៅយប់ថ្ងៃទី3នេះបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការតាមផ្លូវអាកាសក្រោមបញ្ជារបស់ប្រធានាធិបតីលោក Donald Trump ដោយផ្ទាល់ដោយផ្ដោតជាពិសេសទៅលើទីតាំងយោធារបស់អ៊ីរ៉ង់ប្រហែល140កន្លែងសរុបជារួមមកក្នុងរយៈពេល3យប់នៃប្រតិបត្តិការកម្លាំងយោធារបស់អាមេរិកបានវាយប្រហារទៅលើគោលដៅជាង300កន្លែងក្នុងនោះមានទាំងការកំណត់លើឃ្លាំងមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ស្ថានីយរ៉ាដាតាមបណ្ដោយឆ្នេរសមត្ថភាពកងទ័ពជើងទឹកបណ្ដាញទំនាក់ទំនងនិងទីតាំងស្តុកទុកគ្រាប់រំសេវផងដែរបើទោះបីជាយ៉ាងណាក៏ដោយលោក Donald Trump បានប្រកាសថាការវាយប្រហារឥតដកដៃនេះគឺមានគោលបំណងដើម្បីកាត់ផ្តាច់សមត្ថភាពរបស់អ៊ីរ៉ង់ឲ្យលែងវាយប្រហារលើជនស៊ីវិលស្លូតត្រង់និងកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូមឺសកម្មភាពយោធានេះទៀតសោតធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថាអ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងបទជប់បាញ់បណ្ដោះអាសន្នដែលទើបសម្រុះសម្រួលការពីពេលថ្មីៗនេះតាមរយៈការបញ្ជូនដ្រូនទៅវាយប្រហារកប៉ាល់កុងតឺន័រមួយគ្រឿងក្នុងច្រកសមុទ្រហូមឺប្រភពពី BBC